ើបងប្អូនធ្លាប់យកទឹកស្ងោរសាច់ជ្រូកឬសាច់គោទៅធ្វើជាទឹកស៊ុបឬស្លបន្តដែរទេមនុស្សភាគច្រើនគិតថាវាផ្អែមឆ្ងាញ់និងមិនគួរចាក់ចោលស្ដាយណាស់ប៉ុន្តែតើវាមានផលល្អឬផ្ដល់ផលប៉ះពាល់ដល់សុខភាពដែរឬទេទស្សនាវីដេអូនេះឲ្យដល់ចប់នោះលោកអ្នកនឹងដឹងច្បាស់តាមពិតទៅនៅក្នុងសាច់ឆៅមានផ្ទុកនូវជាតិគីមីឈាមកកកាកសំណល់និងបាក់តេរីមួយចំនួននៅពេលយើងយកវាទៅស្ងោរសារធាតុមិនល្អទាំងនេះនឹងពពុះកខ្វក់និងអណ្ដែតឡើងមកលើទឹកប្រសិនបើយើងយកទឹកស្ងោរលើកដំបូងនេះទៅស្លភ្លាមវានឹងធ្វើឲ្យទឹកស៊ុបមានក្លិនឆ្អាបមិនថ្លានិងអាចផ្ទុកសារធាតុមិនល្អចូលទៅក្នុងរាងកាយទៀតផងដើម្បីអាចយកទឹកស្ងោរសាច់ទៅស្លបានដោយសុវត្ថិភាពនិងមានរសជាតិឆ្ងាញ់គ្រូពេទ្យនិងអ្នកជំនាញបានណែនាំរូបមន្តងាយៗពីរជំហានទី1ត្រូវយកសាច់ទៅស្រុះក្នុងទឹកពុះរយៈពេល2ទៅ3នាទីជាមុនសិនរួចចាក់ទឹកស្រុះលើកដំបូងនោះចោលនិងលាងសាច់នឹងទឹកស្អាតឲ្យអស់ពពុះកខ្វក់ជំហានទី2បន្ទាប់មកសិមយកសាច់នោះទៅស្ងោរម្ដងទៀតជាមួយទឹកថ្មីទឹកស្ងោរលើកទី2នេះហើយដែលមានសុវត្ថិភាពផ្អែមឆ្ងាញ់ថ្លាល្អនិងអាចយកទៅធ្វើជាទឹកស៊ុបឬស្លបានយ៉ាងល្អបំផុតចំណាំពេលស្ងោរលើកទី2ប្រសិនបើមានពពុះតិចតួចអណ្ដែតមកត្រូវដួសវាចេញឲ្យអស់ហើយសម្រាប់អ្នកដែលមានជំងឺឡើងជាតិអាស៊ីតឬមានបញ្ហាកូលេស្តេរ៉ុលខ្ពស់គួរតែប្រុងប្រយ័ត្ននិងកម្រិតការពិសាទឹកស្ងោរសាច់នេះបើពេញចិត្តវីដេអូនេះកុំភ្លេចចុច like និង share ទៅកាន់អ្នកផ្ទះផងណាអរគុណជួបគ្នានៅវីដេអូក្រោយកំហុស3យ៉ាងដែលមនុស្សភាគច្រើនមិនចាប់អារម្មណ៍នៅពេលដាំទឹកក៏ប៉ុន្តែវាអាចជះឥទ្ធិពលអាក្រក់បំផុតចំពោះសុខភាពរបស់យើងលោកអ្នកនាងប្រិយមិត្តជាទីមេត្រីការដែលដាំទឹកស្ដាប់ទៅវាគឺជារឿងសាមញ្ញបំផុតហើយនរណាក៏ចេះនរណាក៏អាចធ្វើបានក៏ប៉ុន្តែយ៉ាងណាវាក៏មានក្បួនខ្នាតរបស់វាត្រឹមត្រូវផងដែរហើយបើយើងមិនចាប់អារម្មណ៍ចេះតែបន្តទម្លាប់ឬក៏កំហុសឆ្គងទាំងនេះនោះដូចកំពុងឲ្យរាងកាយរបស់យើងទទួលទានទឹកដែលមិនល្អមួយអញ្ចឹងដែរដូច្នេះនៅក្នុងវីដេអូមួយនេះយើងសូមដកស្រង់នៅចំណុចក៏ដូចជាកំហុសឆ្គងចំនួន3ដែលមនុស្សភាគច្រើនមិនសូវជាចាប់អារម្មណ៍នោះទេក៏ប៉ុន្តែវាអាចជះឥទ្ធិពលអាក្រក់ចំពោះសុខភាពរបស់យើងបានដោយមិនដឹងខ្លួនផងដែរទី1ដាំទឹករួចក៏ប៉ុន្តែមិនបើកគម្របចំហចោលវាជាការពិតណាស់ប្រិយមិត្តលោកអ្នកនាងជាធម្មតាសប្តាហ៍ថ្ងៃនេះទឹកដែលយើងប្រើប្រាស់គឺសម្បូរទៅដោយជាតិក្លូរីនដែលវាជាសារធាតុអាចបង្កជាតិពុលមួយចំនួនដែលយើងមើលមិនឃើញនឹងភ្នែកនោះឡើយហើយក៏អាចបង្កជាផលប៉ះពាល់ដល់ថ្លើមនិងតម្រងនោមរបស់មនុស្សយើងម្នាក់ៗបានផងដែរដូច្នេះហើយតាមទម្លាប់របស់អ្នកជំនាញគេតែងតែណែនាំនៅពេលដែលដាំទឹកពុះគឺមិនត្រូវចាក់វាមកទទួលទានភ្លាមនោះឡើយពលគឺត្រូវបើកគម្របហើយបន្តឲ្យទឹកនោះនៅពុះលើចង្ក្រានរយៈពេល2នាទីបន្ទាប់សិនដើម្បីឲ្យវាហូតជាតិពុលអស់ពីទឹកបើមិនដូច្នេះទេជាតិពុលខ្លះវាអាចនៅតែផ្អាប់ក្នុងទឹកនោះដដែលបើទោះបីជាឆ្លងកាត់សីតុណ្ហភាពខ្ពស់ហើយយ៉ាងណាក៏ដោយទី2ប្រើទឹកចេញពីទុយោឬរ៉ូម៉ាណេទាំងព្រឹកព្រលឹមទឹកនៅពេលព្រឹកពេលដែលបង្ហូរចេញពីទុយោឬក្បាលរ៉ូម៉ាណេអ្នកជំនាញបានណែនាំឲ្យបង្ហូរទឹកនោះចោលរយៈពេល5នាទីសិនដែលអាចយកទឹកនោះទៅប្រើប្រាស់ក្នុងគោលបំណងស្រោចរុក្ខជាតិឬក៏លាងបង្គន់ជាដើមក៏ប៉ុន្តែបើយកមកក្នុងគោលបំណងទទួលទានគឺមិនល្អនោះឡើយនេះក៏ដោយសារតែជាធម្មតាទឹកនៅពេលដែលវាឆ្លងកាត់រយៈពេលពេញមួយយប់នោះបំពង់ទុយោឬក៏បំពង់ដែកវានឹងមានប្រតិកម្មបង្កទៅជាសារធាតុគ្រោះថ្នាក់ក៏ដូចជាបាក់តេរីជាប់កកកុញច្រើនផងដែរពោលគឺមិនល្អសម្រាប់សុខភាពរបស់យើងនោះឡើយដូច្នេះហើយយើងគួរតែបង្ហូរវាចោលប៉ុន្មាននាទីសិនសិមយើងយកកំសៀវទៅត្រងយកមកដាំទទួលទានទី3ការដែលដាំទឹកមិនទាន់ពុះស្រួលបួលអ្នកខ្លះគ្រាន់តែដាក់កំសៀវនៅលើចង្ក្រានភ្លាមមិនទាន់បានប៉ុន្មាននាទីផងគ្រាន់តែឃើញពពុះនិងផ្សែងហុយចេញមកបែរជាគិតថាទឹកនោះពុះទៅហើយក៏ប៉ុន្តែតាមពិតទៅវាមិនទាន់ពុះស្រួលបួលនោះទេ
ជាទូទៅសីតុណ្ហភាពទឹកដែលនៅក្រោម100អង្សាសេនោះវានឹងមិនអាចកម្ចាត់ពពួកបាក់តេរីបានល្អនោះឡើយក៏ប៉ុន្តែផ្ទុយទៅវិញទឹកដែលដាក់ភ្លាមតែប៉ុន្មាននាទីឃើញពពុះហុយចេញមកគឺទើបតែបាន50អង្សាសេអីប៉ុណ្ណោះឯងដែលមានន័យថាទឹកក្តៅមែនពិតក៏ប៉ុន្តែពពួកបាក់តេរីមិនទាន់ងាប់និងត្រូវបានកម្ចាត់តាមស្តង់ដារនោះឡើយវត្ថុនៅផ្ទះបាយចំនួន3យ៉ាងដែលងាយធ្វើឲ្យលោកអ្នកប្រឈមនឹងជំងឺមហារីកងាយបំផុតបើយោងតាមការសិក្សាស្រាវជ្រាវសុវត្ថិភាពចំណីអាហារនៅក្នុងប្រទេសចិនបានឲ្យដឹងថាមានវត្ថុចំនួន3យ៉ាងដែលបណ្ដាលឲ្យរាងកាយទៅជាពុលនិងអាចធ្វើឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរជាពិសេសថែមទាំងបង្កទៅជាជំងឺមហារីកទៀតផងប្រសិនបើជាយើងមិនបានយកចិត្តទុកដាក់និងដឹងអំពីវាទេនោះទី1ឆ្នាំងដែលមានស្នាមឆ្កូតនិងមានសភាពមិនស្អិតមិនថាជាឆ្នាំងបាយខ្ទះឬក៏ឆ្នាំងសម្លនោះទេកាលណាយើងប្រើវាកាន់តែយូរនោះវានឹងលែងមានភាពស្អិតនៅពេលនោះហើយស្រទាប់ដែលមិនស្អិតវានឹងអាចធ្វើឲ្យមានការប៉ះពាល់ដល់សុខភាពរបស់អ្នកដែលវាបង្កើតទៅជាអាស៊ីតមិនល្អដែលគេឲ្យឈ្មោះថា PFOA ដែលអាចបង្កទៅជាជំងឺមហារីកបានយ៉ាងងាយបំផុតសារធាតុនេះអាចមានវត្តមាននៅក្នុងខ្លួនមនុស្សរហូតដល់3ឆ្នាំឯណោះហើយមិនត្រឹមតែប៉ះពាល់ដល់ប្រព័ន្ធទីរ៉ូអ៊ីតប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងធ្វើឲ្យស្ត្រីឆាប់អស់រដូវបង្កើនខូលេស្តេរ៉ុលអាក្រក់ក្នុងរាងកាយនិងថែមទាំងប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយទៀតផងដូច្នេះហើយដើម្បីការពារកុំឲ្យវាឆាប់ឆ្កូតនិងលែងមានភាពស្អិតនៅឆ្នាំងរបស់អ្នកលោកអ្នកគូលាងទឹកជាមួយនឹងកន្សែងទន់ពេលប្រើវារួចលោកអ្នកយកអេប៉ុងជូតថ្នមគឺជាការស្រេចទី2ការដែលប្រើប្រាស់ថង់ប្លាស្ទិកជារឿយៗការដែលប្រើប្រាស់ថង់ប្លាស្ទិកដើម្បីច្រកអាហារដែលក្តៅបើទោះបីជាវាមានភាពងាយស្រួលក៏ពិតមែនក៏ប៉ុន្តែវាក៏អាចធ្វើឲ្យលោកអ្នកខូចសុខភាពដោយមិនដឹងខ្លួនហើយវាអាចបង្កទៅជាជំងឺមហារីកសូដនមហារីកក្រពេញប្រូស្តាតជំងឺវង្វេងវង្វាន់និងបញ្ហាផ្សេងៗជាច្រើនទៀតផងដែរសម្រាប់សុខភាពរបស់អ្នកឥទ្ធិពលនៃការប្រើថង់ប្លាស្ទិកអាចប្រែប្រួលទៅតាមអាយុឬក៏ភេទរបស់មនុស្សយើងបើសម្រាប់កុមារវិញវានឹងជាឥទ្ធិពលបង្កឲ្យមានបញ្ហាសិក្សាខ្សោយអសមត្ថភាពក្នុងការផ្ដោតអារម្មណ៍និងការផ្ចង់អារម្មណ៍ផងដែរដោយឡែកសម្រាប់មនុស្សវ័យកណ្ដាលនិងវ័យចំណាស់អាចកើតជំងឺភ្លេចភ្លាំងក៏ដូចជាហានិភ័យនៃជំងឺមហារីករួមមានជំងឺមហារីកក្រពេញប្រូស្តាតចំពោះបុរសនិងមហារីកសូដនចំពោះស្ត្រីផងដែរទី3សម្ភារៈដែលមានមេឡាមីនសប្តាហ៍ថ្ងៃការដែលប្រើប្រាស់ថង់ប្លាស្ទិកដែលមានដូចជាចានប្លាស្ទិកខ្ចប់បាយសម្លឬក៏សម្រាប់ខ្ចប់នំជាដើមគឺមានច្រើននៅតាមហាងនីមួយៗដែលជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រើប្រាស់វត្ថុទាំងនេះនៅពេលដែលយើងដាក់របស់ក្តៅវានឹងបញ្ចេញសារធាតុមួយយ៉ាងដែលគេឲ្យឈ្មោះថា formaldehyde ដែលវាងាយបង្កគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្សយើងហើយប្រសិនបើប្រើប្រាស់កាន់តែយូរវានឹងអាចបង្កទៅជាជំងឺក្រពះពោះវៀនជំងឺផ្លូវដង្ហើមថែមទាំងនាំឲ្យកើតទៅជាជំងឺមហារីកបានទៀតផង